រីរដ្ឋាភិបាលតែងតែចាត់ទុកមនុស្សគឺជាទុនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិបើយើងមើលទៅប្រទេសអភិវឌ្ឍមួយចំនួនយើងនឹងឃើញថាអ្វីដែលមានតម្លៃជាងគេគឺមិនមែនអគារខ្ពស់ឬក៏ហេដ្ឋារចនាសម្ព័ន្ធធំនោះទេប៉ុន្តែគឺមនុស្សហើយបើនិយាយឲ្យច្បាស់នោះគឺធនធានមនុស្សនៅថ្ងៃទី21ខែកក្កដានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែបានចាត់ទុកមនុស្សគឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិនេះមិនមែនគ្រាន់តែជាពាក្យស្លោកប៉ុណ្ណោះទេប៉ុន្តែគឺជាទិសដៅដែលកំពុងតែអនុវត្តជាក់ស្ដែងតាមរយៈការវិនិយោគលើការអប់រំការបណ្ដុះបណ្ដាលជំនាញការលើកកម្ពស់សីលធម៌វិន័យនិងការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋជាពិសេសគឺកុមារយុវជនដែលជាកម្លាំងស្នូលសម្រាប់អនាគតប្រទេសជាតិប៉ុន្តែការយកចិត្តទុកដាក់មិនមែនគ្រាន់តែជាការរៀបចំអនាគតឬក៏ការប្រមាលមើលទៅអនាគតនោះទេអ្វីដែលសំខាន់គឺនៅពេលដែលប្រជាពលរដ្ឋជួបនៅទុក្ខលំបាកគឺមានរាជរដ្ឋាភិបាលដែលឈរនៅក្បែរប្រជាពលរដ្ឋជានិច្ចហើយជាក់ស្ដែងដោយដែលយើងបានឃើញអញ្ចឹងនៅអំឡុងពេលដែលផ្ទុះសង្គ្រាមប្រដាប់អាវុធរវាងកម្ពុជានិងថៃយើងបានឃើញហើយថារាជរដ្ឋាភិបាលរបស់យើងគឺពិតជាបានគិតគូរពីប្រជាជនខ្លាំងមែនទែនឲ្យមានក្រុមការងារចុះពិនិត្យក៏ដូចជារៀបចំនៅទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលចាំបាច់ត្រូវភៀសសឹកហើយជាពិសេសគឺរៀបចំនៅសេវាចាំបាច់ផ្សេងឬក៏រៀបចំនៅសម្ភារៈផ្សេងដែលជាការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋគឺលោកតែងតែគិតគូរហើយចាត់ចែងក្រុមការងារឲ្យរៀបចំហើយមិនត្រឹមតែប៉ុណ្្នឹងទេមកដល់ពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋភៀសសឹកដែលនៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបានក៏រាជរដ្ឋាភិបាលបានរៀបចំឲ្យមាននៅផ្ទះភៀសសឹកបណ្ដោះអាសន្នដែលនេះគឺជាការគិតគូរមួយផ្នែកទៀតរបស់រាជរដ្ឋាភិបាលចំពោះការរស់នៅរបស់ប្រជាជនហើយមិនតែប៉ុណ្ណោះទេរាជរដ្ឋាភិបាលក៏បានគិតគូររៀបចំផ្ដល់ជូននៅសម្ភារៈចាំបាច់ផ្សេងឬក៏ការផ្ដល់ជូននៅសេវានានាជាពិសេសគឺពាក់ព័ន្ធជាមួយនឹងការរៀបចំឲ្យមាននៅប្រព័ន្ធបណ្ដាញទឹកស្អាតប្រព័ន្ធអគ្គិសនីការរៀបចំនៅផ្សារក៏ដូចជាមណ្ឌលសុខភាពសាលារៀនបណ្ដោះអាសន្នអីជាដើមហ្នឹងដែលទាំងអស់នេះគឺជាការចូលរួមចំណែកនៅក្នុងការកាត់បន្ថយទៅលើការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយក៏ជាការគិតគូរទៅដល់សុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអាទិភាពទី1ចាំបាច់ត្រូវតែយកចិត្តទុកដាក់ការអភិវឌ្ឍប្រទេសជាតិមិនមែនគ្រាន់តែជាការកសាងធនធានមនុស្សសម្រាប់ពេលអនាគតនោះទេប៉ុន្តែក៏ជាការចាំបាច់ដែរដែលយើងត្រូវតែនៅជាមួយប្រជាពលរដ្ឋដោះស្រាយឲ្យប្រជាពលរដ្ឋនៅពេលដែលពួកគាត់ជួបនៅវិបត្តិកិច្ចការទាំងពីរនេះគឺចាំបាច់ត្រូវតែដើរទៅទន្ទឹមគ្នាមួយសម្រាប់កសាងអនាគតហើយមួយទៀតគឺជាការការពារអាយុជីវិតនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅពេលបច្ចុប្បន្ននេះនៅពេលដែលប្រជាពលរដ្ឋមានឱកាសទទួលបានការសិក្សារៀនសូត្រមានជំនាញមានការងារធ្វើនិងទទួលបានការថែទាំនៅពេលដែលជួបការលំបាកនោះហើយគឺជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់កសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនប្រកបដោយសន្តិភាពស្ថិរភាពហើយនិងការអភិវឌ្ឍ